Ok, so today before the Tanan channel approximately short limitedថ្ងៃនេះខ្ញុំចង់ចែករំលែកពិសោធន៍មួយទៀតពាក់ព័ន្ធជាមួយនឹងឡានរបស់បងប្អូនបើសិនជាប្រើ Smart Key ហើយអស់ថ្មអញ្ចឹងខ្ញុំតពីភាគមុនគឺនៅពេលដែលប្រើហើយអស់ថ្មហើយយើងកំពុងធ្វើដំណើរតាមផ្លូវអញ្ចឹងណាឥឡូវឡានរបស់បងប្អូនសោប្រើ Smart Key ហើយអស់ថ្មហើយយើងចាក់សោបានអញ្ចឹងណាអូខេអញ្ចឹងនេះគឺជាសោ Smart Key ភាសាខ្ញុំប្រើនៅក្នុងក្នុងបតាំងសោខាងក្នុងមកជាសោរបស់ឡានណាអញ្ចឹងខ្ញុំបើកសោឡានអូខេចឹងសោរបស់បងប្អូនព្រោះ010ឡើងទៅគឺជាមានប៊ូតុងមួយបាទព្រោះ010ឡើងទៅមានប៊ូតុងមួយគឺគេឲ្យ push មានន័យថាចុចចឹងនៅពេលដែលបងប្អូនចុចគឺបងប្អូនអាចបើកសោបានចឹងដោយសារថតដៃខាងបើកឡើងអូខេចឹងសោចេញហើយបងប្អូនដកពីនោះហើយចាក់សោបើកតោះអូខេទៅយើងបើកបានធម្មតាទៀតពេលដែលបងប្អូនចូលមកក្នុងឡានអូខេដោយសារថ្មរបស់ជើងអស់អញ្ចឹងបងប្អូនយើងដាក់សោនៅចិត្តជាមួយនឹងឡានបងប្អូនកន្លែងប៊ូតុងចុច start បាទពេលនោះគឺសិនយើងចាត់ដំណើរការធម្មតាអូខេអញ្ចឹងនេះគឺជាคลิปវីដេអូមួយដែលខ្ញុំបានចែករំលែកសម្រាប់បងប្អូនដែលប្រើឡាន Bruce ហើយប្រើ Smart Key អញ្ចឹងកលឹះរបស់វាគឺមានធម្មតាទេបងប្អូនអញ្ចឹងបងប្អូនមានចម្ងល់ឬក៏មានសំណួរអីអាច comment នៅខាងក្រោមវីដេអូខ្ញុំបានណាអូខេអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀតសូមជួយចុច like subscribe channel ខ្ញុំផងដើម្បី admin មានកម្លាំងចិត្តហើយធ្វើវីដេអូថ្មីទៀតអូខេអរគុណច្រើន